ពិតជាប្លែកមែនគូស្នេហ៍ប្រឡែងគ្នាលេងសុកខាងស្រីក្តាប់ដៃបាទលុកចូលក្នុងមាត់ខាងប្រុសស្រាប់តែដកចេញមិនរួចបាទគេដឹកទៅមន្ទីរពេទ្យទាំងដៃជាប់នៅក្នុងមាត់លោកព្រះហើយជាប់យ៉ាងម៉េចទេបងប្អូនហើយបាទនេះជារឿងរ៉ាវពិតជាចម្លែកហើយប្លែកមែនតើបងប្អូនបាទមានករណីដ៏ហួសចិត្តនិងអស់សំណោចមួយនៅប្រទេសចិនបានកើតឡើងចំពោះគូស្នេហ៍មួយគូប្រឡែងគ្នាលេងហាក់ចម្លែកខុសពីគូស្នេហ៍ដទៃទៀតដោយខាងស្រីយកដៃញាត់ចូលក្នុងមាត់ខាងប្រុសស្រាប់តែដកចេញមិនរួចត្រូវរត់ទៅឲ្យគ្រូពេទ្យជួយលោកព្រះបាទនឹងដៃបណ្ណាមាត់បណ្ណាទៅដាក់ចូលដល់លេងដកចេញរួចនោះបើតាមសារព័ត៌មានក៏បានដឹងផងថាហេតុការណ៍មួយនេះគឺបានកើតឡើងកាលពីថ្ងៃទី18មីនាឆ្នាំ2023ដល់2025កន្លងទៅនេះតែគូស្នេហ៍ខាងលើក៏បានចេញវីដេអូតាមអ៊ីនធឺណិតបាទក្មេងប្រុសស្រីមួយគូនេះនាំគ្នាលេងយកដៃដាក់ចូលក្នុងមាត់ទើបចាប់អារម្មណ៍ចង់លេងតាមដៃបាទជាស្រ័យចង់លេងតាមគេដែរបើលុះនៅពេលដែលខាងស្រីបានដាក់ដៃចូលក្នុងខាងមាត់ចូលមាត់ខាងប្រុសហើយក៏ស្រាប់តែដកចេញមិនរួចបណ្ដាឲ្យកើតមានការផិតភ័យរួចនាំគ្នាទៅមន្ទីរពេទ្យដើម្បីសុំជំនួយបាទទាំងស្ថិតនៅក្នុងសភាពដៃនៅក្នុងមាត់បាទចេះតែហ៊ានបងប្អូនហើយបាទនិយាយទៅប្លែកមែនតើបងប្អូនបាទបើចំណាយមិញបរោះជាសង្សារក៏បានទៅដល់មន្ទីរពេទ្យទាំងវេទនាបាទគេអង្គុយចាំគ្រូពេទ្យបាទទាំងទឹកមុខបាទទឹកមាត់ហូរក៏ខ្លែកក៏ខ្លារីឯទឹកមុខបង្ហាញឲ្យឃើញពីសភាពតឹងទ្រូងប៉ុន្តែខាងមិត្តស្រីឯកាសខាងមិត្តភ័ក្តិវិញក៏បានជូនមកបែរជានាំគ្នាអស់សំណោចដោយការហួសចិត្តដល់ឡែកជាចុងក្រោយបរោះទាំងនេះក៏ត្រូវបានគ្រូពេទ្យជួយសង្គ្រោះបានសម្រេចដោយប្រើរយៈពេលជាង20នាទីបាទដោយដំបូងឡើយគ្រូពេទ្យក៏បានឲ្យខាងបរោះនេះសម្រួលអារម្មណ៍សិនហើយក៏ចាក់ថ្នាំសម្រួលសាច់ដុំនៅក្នុងមាត់ក៏ទើបព្យាយាមដកចេញបាទដកដៃចេញពីខាងស្រីចេញរហូតដល់ទាស់តែបានសម្រេចតែម្ដងហើយឃើញគេតំណងគេលេងបានចង់លេងដែរគ្មានណាហើយខាងស្រីលូកដៃចូលក្នុងមាត់ជាប់ដកចេញមិនរួចឲ្យពេទ្យជួយខ្មាស់គេអីបងប្អូនដែរនេះជារឿងដែលពិតជាប្លែកហើយហួសចិត្តមែនតើចាំបងប្អូនអរគ្នាឃើញហើយកុំធ្វើសម្រាប់តាមណាបើចាត់ជាប់ដៃនៅក្នុងមាត់ឲ្យពេទ្យជួយប្រហោះខ្មាស់គេបងប្អូនបាទហើយព័ត៌មាននេះដែរគឺមានតែប៉ុណ្ណេះទេបាទសូមអរគុណសូម